សទ្ធាពីជាងសទ្ធានឹងជាពូជបានដាំដុះនៅក្នុងដួងចិត្តធ្វើឲ្យមโนទ្វារបស់យើងទទួលបាននៅអរិយទ្រព្យនៅក្នុងសោបនៈចិត្តសោបនៈចេតសិកញាតិញោមញ៉ាំងនៅបៃតិនឹងប៉ាមកជាទោះបីជាទ្រព្យសម្បត្តិនេះសម្រាប់ចិញ្ចឹមជីវិតក្រុមគ្រួសារកូនចៅទំនុកបំរុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុន្តែមានព្រះធម៌របស់ព្រះអង្គពោលគឺសទ្ធាក្នុងអរិយទ្រព្យនេះប្រៀបបីដូចជាលាងដៃឲ្យស្អាតលាងដួងចិត្តឲ្យស្អាតដើម្បីលះបង់នៅមច្ឆរិយៈបានយកទ្រព្យដែលទុកសម្រាប់ចិញ្ចឹមជីវិតដោយផ្ទាល់ដៃសទ្ធាហដ្ឋាមហាមុនីប្រៀបបីដូចជាបញ្ញាញាណនេះទៅរៀបចំនៅចិត្តរបស់ញាតិញោមដូចដៃទាំងគូចឹងដើម្បីនឹងដោះដូរលះបង់នៅទ្រព្យសម្បត្តិទទួលនៅដៃដ៏បរិសុទ្ធដើម្បីទទួលព្រះសម្មាសម្ពុទ្ធទុកជាទីសក្ការៈសរណគមនាំងជាទីពឹងទីរលឹកថាពេលណាដែលយើងមានសតិមានបញ្ញាទៅក៏ដាស់តឿនក្រើនរំលឹកឲ្យបញ្ញាញាណរបស់យើងឲ្យដឹងច្បាស់អន្ទុកនៅក្នុងចិត្តដោយយោនិសោមនសិការៈដោយឧបាយនៃប្រាជ្ញាថាព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅក៏ពិតមែនប៉ុន្តែនៅព្រះរូបព្រះកាយព្រះសរីរកធាតុព្រះធម៌តាម 84000 បឋមខណ្ឌនេះទុកដូចជាញាតិបានិបតៈញាតិរបស់អាត្មាអញនៅក្នុងសង្សារវដ្តដែលព្រះអង្គធ្លាប់ដាស់តឿនទូមានព្រានបដៅប៉ុន្តែសង្សារវដ្តដ៏វែងឆ្ងាយនៅក្នុងដំណើរនៅក្នុងវត្តៈនេះទោះបីជាអាត្មាអញមិនបានកើតទាន់ព្រះសម្មាសម្ពុទ្ធប៉ុន្តែនៅទាន់ពិបណ្ដាំធម៌ព្រះវិន័យនេះទុកដូចជាគ្រូបាអាចារ្យរបស់អ្នករាល់គ្នាមកលឲ្យបញ្ញារបស់យើងបានទទួលនៅព្រះធម៌ដ៏បរិសុទ្ធបានធ្វើទុកនៅក្នុងចិត្តដោយអោបន័យកោបង្អោនទុកនៅក្នុងចិត្តតិចម្ដងសន្សំបានច្រើនពេញបរិបូរណ៍ធ្វើឲ្យបញ្ញាក្នុងដួងចិត្តរបស់យើងបានរះនៅសោបនៈចិត្តសោបនៈចេតសិកមានបញ្ញាទីបោលោកោមានបញ្ញានឹងទៅឃើញនៅគុណរបស់ព្រះសម្មាសម្ពុទ្ធថារកអ្វីមកប្រៀបផ្ទឹមពុំបានសំបីតែសម្បត្តិទឹករបស់ស្ដេចចក្រពត្តិគ្រប់គ្រងនៅផែនដីនៅទ្វីបទាំង4ក៏ដោយក៏មិនអស្ចារ្យជាងពុទ្ធរតនៈដែលព្រះបិតាវិវត្តៈបានឃើញហើយប្រៀបបីដូចជាព្រះអង្គនាំសពសត្វទាំងឡាយឲ្យធ្វើដំណើរទៅតាមកន្លងនៃព្រះយុគលបាតដើម្បីចេញចាកអំពីសេចក្តីទុក្ខក្នុងវត្តៈនេះឲ្យរួចផុតចាកអំពីចំណងនៃមាចិត្តបាបញាតិចិត្តបាបតែតែងតែញោមញីសត្វលោកទាំងឡាយដោយខណ្ឌបញ្ចកៈរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលបន្សល់តែជារៀបជាធិមរណៈសោកសឹកសួលទុកទូមមនោះចង្អៀតចង្អល់នៃកិលេសវត្តៈនៅក្នុងភ្លើងទុកភ្លើងកិលេសម្ល៉េះហើយសទ្ធារបស់ញាតិញោមបានរៀបចំប្រកបទៅដោយបញ្ញានិងតតែងវិថីចិត្តទៅជាកុសលនៃសទ្ធាជ្រះថ្លាបានរៀបចំនៅព្រះពុទ្ធបដិមាហើយតាន់ញាតិញោមមានសទ្ធាជ្រះថ្លាហើយនៅពេលមានព្រះធម៌ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធគង់នៅញាតិញោមคล้ายទៅជាញាតិរបស់ព្រះសម្មាសម្ពុទ្ធពេលណាដែលយើងคล้ายទៅជាញាតិរបស់ព្រះសម្មាសម្ពុទ្ធដោយអំណាចសទ្ធាផងដោយអំណាចបញ្ញានេះផងសម្រាប់ជាទីពឹងទីរលឹករក្សាអភិបាលឃុំក្រងចិត្តរបស់យើងប្រៀបបីដូចយើងនៅក្រោមមលុបពោធិញ្ញាណនៃការត្រាស់ដឹងរបស់ព្រះអង្គមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃ
ជាទីពឹងជាទីរលឹកមលុបពោធិញ្ញាណនៃការត្រាស់ដឹងនឹងឯងហើយមានតែមនុស្សមានបុណ្យមានសិលមានទានមានសទ្ធាមានបញ្ញាមានព្រះធម៌ទេញាតិញោមអាចជ្រកទៅបន្សាបបង់នៅភ្លើងទុកភ្លើងកិលេសបើមិនបានជ្រកនៅក្នុងគុណព្រះពុទ្ធពធព្រះសង្ឃទេចិត្តរបស់យើងនេះប្រៀបបីដូចជាយើងនៅកណ្ដាលថ្ងៃយ៉ាងបើអញ្ចឹងកណ្ដាលថ្ងៃហើយអត់មានមលុបនឹងវាក្តៅហួតហែងរូបរាងកាយរបស់យើងនេះនៅបាន2 3ម៉ោងយ៉ាងហ្នឹងបើក្តៅមែនតើណាបងក្តៅមែនតើនៅ2 3ម៉ោងកាយនេះត្រូវប្រេះត្រូវក្រហមត្រូវបែកត្រូវធ្លាយដោយក្តៅតិចយ៉ាងណាព្រះអង្គទ្រង់មានសេចក្តីឧបមាថានឹងកាយនឹងក្តៅប៉ុណ្ណឹងទេប៉ុន្តែបើចិត្តនេះនៅក្រោមមលុបនៃកិលេសបើហ្នឹងឯងរាគៈទោសៈមោហៈនឹងជាភ្លើងទុកភ្លើងកិលេសនឹងនាំសត្វលោកទាំងឡាយឲ្យមានសេចក្តីក្តៅក្រហល់ក្រហាយនៅក្នុងអបាយនរកប្រែតទេរិឆានអសូរកាយដោយសារតែចិត្តនេះជាប់ជំពាក់នៅភ្លើងទុកភ្លើងកិលេសនឹងឯងយ៉ាងណាគុណធម៌ដ៏ពិសិដ្ឋដែលញាតិញោមបានជានៅព្រះពុទ្ធបដិមាស្នងព្រះអង្គទុកជាទីសរណៈដ៏ប្រសើរនៅក្នុងពុទ្ធសាសនានេះសិតតែជាអ្នកមានពពេកតបញ្ញតាបុណ្យពីខាងដើមច្រើនមកហើយញាតិញោមបុណ្យច្រើនណាស់មិនតិចធ្វើកើតទេបងសន្សំច្រើនទៅបានអត្តបនិធិចៈបានធ្វើឲ្យកាយស្អាតវិចារស្អាតចិត្តស្អាតហើយកាយវិចារចិត្តស្អាតនឹងមកពីណាថាមកពីស្អាតលោភៈស្អាតទោសៈស្អាតមោហៈទៅអលោភៈអទោសៈអមោហៈកុសលេនៈធម្មេនៈធម៌ដែលជាកុសលនឹងធ្វើឲ្យចិត្តរបស់ញាតិញោមឆ្លៀងមានបញ្ញាទៅទទួលយកនៅអវាទរបស់ព្រះសម្មាសម្ពុទ្ធមកទុកនៅក្នុងចិត្តភ្នែកគឺបញ្ញានេះបានសម្លឹងឃើញប្រយោជន៍បងនៃការឲ្យទាននៃការរក្សាសិលចម្រើនអប់រំចិត្តទៅតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធឈ្មោះថាយើងមានសតិមានបញ្ញារក្សាកាយវិចារចិត្តស្អាតនេះឈ្មោះថាកើតមកដើម្បីរកប្រយោជន៍ឲ្យខ្លួនយើងដើម្បីអីឲ្យរួចចាកអំពីអន្តបតុជនឲ្យរួចចាកអំពីកល្យាណបតុជនទៅរកអីអរិយបុគ្គលបងអរិយបុគ្គលឲ្យទាន់នៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានបញ្ញាប់បញ្ញាល់បំពេញរឿយរាល់ថ្ងៃហ្នឹងគឺទានគឺសិលគឺសមាធិនៃការអប់រំព្រោះជីវិតរបស់យើងคล้ายទៅជាញាតិរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងរវល់រឿងហ្នឹងខ្ញុំចឹងហ៎មានភារៈរឿងហ្នឹងឯងរឿងទានរឿងសិលរឿងធាវនាអប់រំចិត្តវិបស្សនាស្ដាប់នៅពធហ្នឹងជាភារៈដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឲ្យញាតិញោមបណ្ដោះនៅឧបនិស្ស័យឲ្យពេញឲ្យបរិបូរណ៍ដើម្បីឲ្យคล้ายទៅជាអរិយបុគ្គលជាបុត្ររបស់ព្រះអង្គនៅក្នុងការរួចចាកអំពីសេចក្តីទុក្ខបើអត់រវល់នៅក្នុងទានសិលភាវនានៅក្នុងសមាអាជីវៈចិញ្ចឹមជីវិតត្រូវទេលោកថាជីវិតរបស់យើងមានភារៈនឹងធ្ងន់រវល់ជាមួយអីកិលេសភារៈជាមួយនឹងលោភៈជាមួយនឹងទោសៈជាមួយនឹងមោហៈរវល់ជាមួយនឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណរវល់ជាមួយនឹងអភិសង្ខារប្រាថ្នានេះប្រាថ្នានោះចង់បាននេះចង់បាននោះអ្វីសពគ្រប់បែបយ៉ាងមិនមានទីបំផុតហើយរបស់ទាំងអស់ហ្នឹងមិនបានជាទីកប់ចិត្តក៏ផ្ដល់មកវិញជាផលនាំឲ្យយើងមានសេចក្តីទុក្ខទោមនស្សចង្អៀតចង្អល់សោកសៅវិបដិសារីដដែលដោយមិនបានត្រូវតំណងទៅតាមហេតុម្ល៉េះហើយកិច្ចនៃការជួបព្រះសម្មាសម្ពុទ្ធដែលមានសទ្ធាមានសតិមានបញ្ញាគឺធ្វើឲ្យយើងរីករាយនឹងឯងបើរីករាយនៅក្នុងឱកាសនេះពេលណាដែលគ្រឿងคล้ายទៅញាតព្រះអង្គលោកបញ្ជាក់ថាភយៈបានិបតនេនៈអំណេះតទៅយើងមានទីពឹងដ៏ប្រសើរហើយទាននេះ
ដែលខិតខំប្រឹងប្រែងធ្វើទាំងធម្មទានអមិសទានអភ័យទានសពគ្រប់ប្រការនេះសម្រាប់មិនឲ្យភ័យក្នុងការប្រព្រឹត្តទៅក្នុងវត្តដាក់ជាស្បៀងសម្រាប់យើងធ្វើដំណើរទៅផ្លូវឆ្ងាយលែងទុកលែងពិបាកហើយអាស្រ័យនៅទ្រព្យនៅសម្បត្តិដ៏ល្អនោះលែងបាត់លែងបង់លែងវិនាសលែងអន្តរាយលែងឲ្យទ្រព្យនឹងคลายទៅជាទោសមកវិញហើយខ្ញុំអញ្ចឹងហ៎ណែទ្រព្យនឹងបើវាមិននៅបន្សល់នៅពៀទេទ្រព្យនឹងនាំឲ្យយើងទុកពិបាកជាងស្អីទៅទៀតខ្ញុំអញ្ចឹងហ៎ឈឺចាប់នឹងជាងទ្រព្យរបស់គេទៀតទ្រព្យរបស់យើងនឹងឯងនេះសម្រាប់ទីពឹងដ៏ប្រសើរហ្នឹងទានរបស់យើងហ្នឹងគឺព្រានហ្នឹងគឺត្រឹមត្រូវតាមឱវាទរបស់ព្រះអង្គទានហ្នឹងទៅជាទានបារមីបាទទ្រព្យសម្បត្តិរបស់យើងហ្នឹងទៅជួយយើងហ្នឹងឲ្យឆ្លងផុតអំពីសេចក្តីទុក្ខក្នុងវត្តដាក់នឹងឯងទីពឹងត្រង់យើងមានសិលនេះជាស្ពានចម្លងយើងឲ្យរួចផុតចាកអំពីបញ្ហាឲ្យរួចចាកអំពីសេចក្តីទុក្ខឲ្យរួចចាកអំពីភ័យរួចចាកអំពីពៀរួចចាកអំពីការបៀតបៀនគំនុំចំណែននិន្ទាឈ្នានីសទទួលបាននៅទីដ៏ប្រសើរគឺសេចក្តីសុខស្ងប់ជាមួយនឹងដំណើរដ៏បរិសុទ្ធនៃពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធអ្នកមានសិលនឹងឯងធ្វើឲ្យមានសេរីសួស្តីសុភមង្គលមានម្ដាយឪពុកហើយមានព្រំពហិធម៌ដូចរស់នៅជាមួយព្រំដូចរស់នៅជាមួយទេវតាដូចជារស់នៅជាមួយនឹងព្រះអរហន្តទទួលនៅពាក្យទូមានព្រានប្រដៅដ៏ល្អកូនចៅមកហើយមានបុណ្យកុសលជាមួយនឹងពាក្យទូមានរបស់ម្ដាយឪពុកคล้ายទៅជាបុត្រដ៏ល្អមានស្វាមីភរិយាចេះមើលថែទាំគ្នារហូតដល់ជួបគ្នារាប់ជាតិរាប់កំណើតមើលថែរក្សាផ្ដល់នៅភាពកក់ក្ដៅសុភមង្គលនេះដោយសារអីមានសំណាងត្រង់យើងមានបុណ្យនឹងជួបមនុស្សមានបុណ្យទៅមានសំណាងហើយខ្ញុំចឹងហ្នឹងហើយប៉ុន្តែបើយើងអត់បុណ្យយើងតិចទោះបីជួបមនុស្សល្អប៉ុន្មានក៏យើងคล้ายទៅជាមនុស្សអត់សំណាងដែរខ្ញុំចឹងអត់សំណាងដែរអញ្ចឹងហើយបានលោកថាយើងចង់ឲ្យទេពធីតានឹងមករស់នៅក្នុងវិមានដួងចិត្តរបស់យើងហ្នឹងបើដួងចិត្តរបស់យើងនឹងអត់រៀបចំនៅប្រាសាទដ៏ល្អទេពធីតាទេពបុត្រនឹងអត់អាចនៅក្នុងវិមានរបស់យើងនឹងបានទេខ្ញុំចឹងបានតែបន្តិចនឹងក្តៅទៅស្រុកគេវិញអស់ហើយខ្ញុំយ៉ាងណាចិត្តរបស់យើងនឹងដូចគ្នាសោបនៈចិត្តសោបនៈចេតសិកនេះដូចជាគុណធម៌មួយដ៏ប្រសើរដែលយើងកំពុងតែសាងនៅទាននៅសិលនិងភាវនាការអប់រំចិត្តនៅក្នុងសមថៈនៅក្នុងវិបស្សនាកាន់យកនៅធម្មៈដ៏បរិសុទ្ធនៃពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងទាញស្រោបមកធម្មធាតុមកទំនប់បំរុងផ្លូវចិត្តរបស់យើងតិចម្ដងសន្សំអត់ច្រើនទេញាតិញោមដោយការស្ដាប់ដោយការមើលដោយការចម្រើនបដិបត្តិដោយយោនិសោមនសិការៈហ្នឹងធ្វើទុកក្នុងចិត្តដោយឧបាយពាក្យទូមានរបស់ព្រះអង្គតិចម្ដងយូរពេញទៅដោយសិលយូរពេញទៅដោយសមាធិយូរពេញដោយវិបស្សនាបញ្ញាបានវិថីចិត្តរបស់យើងសិលសមាធិបញ្ញាពេញបរិបូរណ៍ពេលណាក៏คล้ายទៅជាបុគ្គលនឹងមានចិត្តបរិសុទ្ធបើយ៉ាងហ្នឹងចិត្តស្អាតដល់តែចិត្តស្អាតធ្វើឲ្យវិញ្ញាណរបស់យើងនឹងក៏ស្អាតបរិសុទ្ធវិញ្ញាណស្អាតបរិសុទ្ធធ្វើឲ្យជីវិតរបស់យើងនឹងក៏ស្អាតបរិសុទ្ធដែរហ្នឹងបរិសុទ្ធដែរដល់តែវិញ្ញាណនឹងស្អាតបរិសុទ្ធផុតចាកអំពីសេចក្តីសោកសឹកសួលទុក្ខទោមនស្សចង្អៀតចង្អល់អ្វីសពគ្រប់បែបយ៉ាងដោយសារតែប្រធម៌នឹងយើងយល់ដ៏ជាក់ច្បាស់ហើយបានលះបង់អ្វីដោយស្វ័យប្រវត្តិយ៉ាងវិថីចិត្តរបស់យើងនឹងលែងទទួលនៅអកុសលធម៌ផ្សេងហើយបានលះគ្រប់គណៈចិត្តទាំងអស់ហើយនេះជា
គោលដៅមួយដ៏សំខាន់ដែលយើងបានមានឧបនិស្ស័យកើតមកតាន់សាសនារបស់ព្រះសម្មាសម្ពុទ្ធបាទព្រះសម្មាសម្ពុទ្ធអញ្ចឹងហ៎ឥឡូវហ្នឹងតាន់នឹងព្រះអង្គប្រសូតបើអត់មានឧបនិស្ស័យអត់ដឹងទេញាតិញោមអញ្ចឹងហ៎ហើយប្រសូតហើយបំពេញដើម្បីត្រាស់ដឹងហ្នឹងឯងអ្នកត្រាស់ដឹងពេលណាដែលយើងបានតាន់នៅព្រះអង្គត្រាស់ដឹងមិនបានទៅថ្វាយអង្គមព្រះអង្គអើយជួយហងឯងមែនទេញោមហ៎ត្រាស់ដឹងតើព្រះអង្គត្រាស់ដឹងនៅធម៌អីអរិយសច្ចៈយ៉ាងធម៌អរិយសច្ចៈនេះគឺជាសភាវៈធម៌មួយសម្រាប់បង្ហាញអំពីដំណើរនៃជីវិតពិតរបស់សត្វលោកទាំងឡាយដែលកើតមកក្នុងលោកនេះទាំងមនុស្សទាំងទេវតាអិនព្រំទាំងអស់តែងតែជួបនៅដំណើរនៃជីវិតពិតគឺទុក្ខសច្ចៈគឺសេចក្តីទុក្ខនៅក្នុងខណ្ឌនឹងឯងបាទអញ្ចឹងនៅក្នុងខណ្ឌនឹងឯងបើមានខណ្ឌនឹងមានសេចក្តីទុក្ខហើយមានហេតុនាំឲ្យកើតទុក្ខអត់មានណាឲ្យទុក្ខក្រៅអំពីអវិជ្ជានិងតណ្ហាកម្មរបស់យើងដែលមិនបានជួបនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនោះតែងតែមានទិដ្ឋិយល់ខុសដោយអំណាចកម្លាំងនៃអវិជ្ជានាំឲ្យចិត្តរបស់យើងកើតលោភៈទោសៈមោហៈម្ល៉េះហើយវាបន្សល់ទុកនៅហេតុនឹងឯងដែលធ្វើឲ្យក្នុងជីវិតប្រព្រឹត្តទៅក្នុងវដ្តទទួលទាំងសុខទាំងទុក្ខហើយមួយថ្ងៃយើងថ្លឹងថ្លែងមើលយល់មើលថាបន្សល់ទុកពីអតីតមកដែលយើងអត់បានជួបនឹងព្រះសម្មាសម្ពុទ្ធសុខនឹងវាតិចជាងទុក្ខបាទអញ្ចឹងហើយជីវិតនឹងមានប្រមាណតិចផងឥឡូវមិនទាន់បានសុខមែនតែនហ្នឹងចាស់ហងៃអញ្ចឹងចាស់គ្រប់ទៅគ្នាហើយចាស់នឹងឯងមិនទាន់ចាស់មែនតែនផងឥឡូវឈឺទៀតហើយខ្ញុំអញ្ចឹងឈឺរាល់ថ្ងៃហ្នឹងហើយឈឺរាល់ថ្ងៃកើតទុក្ខរាល់ថ្ងៃចង្អៀតចង្អល់រាល់ថ្ងៃពិបាកចិត្តរាល់ថ្ងៃហើយដល់ទៅពេលឈឺរាល់ថ្ងៃជីវិតនេះព្រះអង្គទ្រង់សម្ដែងថាជាសម្បុកនៃរោគអីក៏មានដែរហើយរស់នៅប្រព្រឹត្តទៅតែជាសម្បុកនៃរោគហើយរស់នៅចង្អៀតចង្អល់ហើយយល់យំចង្អៀតចង្អល់ហើយព្រោះវាមិនមែនត្រឹមតែឈឺទេវាបង្អោនទៅរកមរណៈនៃការបាត់បង់នៃជីវិតនោះថែមទៀតហេតុមកតែពីមិនដឹងធម៌ឥឡូវនេះយើងបានជាវនៅព្រះពុទ្ធបដិមាគឺព្រះអង្គត្រាស់ដឹងនឹកឃើញតែសច្ចធម៌របស់ព្រះអង្គដែលបានត្រាស់ដឹងនោះមិនងាយនឹងបានជួបទេសេចក្តីទុក្ខទាំងឡាយព្រោះតែមិនបានយល់មិនបានដឹងមិនបានឮនៅព្រះអរិយសច្ចៈនៃការត្រាស់ដឹងរបស់ព្រះអង្គគឺអំពីទុក្ខហេតុនាំឲ្យកើតទុក្ខទីរំលត់ទុក្ខនិងផ្លូវបប្រតិបត្តិរួចចាក់ទុក្ខឥឡូវនេះសង្សារវដ្តដ៏វែងឆ្ងាយប៉ុន្តែសេចក្តីប្រាថ្នារបស់យើងទុកនៅក្នុងដួងចិត្តបានមកជួបនៃការត្រាស់ដឹងរបស់ព្រះអង្គបរិនិព្វានទៅហើយប៉ុន្តែពធវិន័យនេះទុកជាគ្រូបាអាចារ្យតំណាងព្រះអង្គ